សួស្តីអ្នកទាំងអស់គ្នាយើងវិលត្រឡប់មកជួបគ្នាវិញហើយជាមួយនឹងសាច់រឿង Ben 10 Classic ដែលផលិតនៅឆ្នាំ2005ដដែលដោយយើងវិលត្រឡប់មកជួបគ្នាវិញនៅក្នុងអេពីសូតទី6និងទី7ហើយនៅក្នុងអេពីសូតទី6នេះដែរគឺយើងបានឃើញជាមួយនឹង Ben របស់យើងនឹងត្រូវតទល់ជាមួយនឹង Alien ពណ៌ខ្មៅអគ្គិសនីជាច្រើនហើយចំណែកនៅក្នុងអេពីសូតទី7វិញគឺយើងនឹងត្រូវឃើញ Ben ត្រូវតទល់ជាមួយនឹង Kevin ហើយបើសិនជាគ្នាយើងចង់ដឹងសាច់រឿងនៃវីដេអូនេះទៅជាយ៉ាងណាមុននឹងឈានចូលទៅដល់សាច់រឿងនៃវីដេអូអ្នកទាំងអស់គ្នាកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងហើយយើងកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមចូលទៅក្នុងសាច់រឿងនៃវីដេអូទាំងអស់គ្នាចាប់ផ្ដើមនៅអេពីសូតទី6នេះដែរគឺយើងបានឃើញជាមួយនឹងតួអង្គទាំង3នាក់របស់យើងដែលមាន Ben, Kevin និងលោកតា Mac ដោយពួកគេទាំង3នាក់ហ្នឹងនឹងបន្តដំណើរកម្សាន្តរបស់ពួកគេបន្តទៀតហើយនៅពេលដែលធ្វើដំណើរតាមដងផ្លូវហ្នឹង Ben ក៏ត្រូវបានឌឺគ្នាជាមួយនឹងក្មេងប្រុសម្នាក់ដែលធ្វើដំណើរស្របផ្លូវគ្នាហើយបន្តមកនៅក្នុងពេលដែលកំពុងតែឌឺគ្នាហ្នឹង Ben ក៏បានទាញនាឡិការបស់គាត់នឹងបានប្រែកាយទៅជា Sting Fly ដើម្បីបន្លាចទៅក្មេងប្រុសម្នាក់នោះឬហើយនៅពេលដែលក្មេងប្រុសម្នាក់នោះបានឃើញជាមួយនឹងរូបរាងរបស់ Sting Fly គេក៏បានភ័យមែនទែនហើយដល់ពេលដែលឪពុកក្មេងប្រុសម្នាក់នោះបានឃើញពួកគេទាំងពីរនាក់ហ្នឹងក៏បានភ័យហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានបើកឡានចេញពីទីនោះបាត់ទៅបន្ទាប់មកនៅពេលដែលកំពុងតែធ្វើដំណើរតាមដងផ្លូវហ្នឹងពួកគេទាំង3នាក់ហ្នឹងក៏បានឃើញនៅឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយដោយមានឡានកុងតឺន័រដឹកអីវ៉ាន់បានបុកគ្នាជាមួយនឹងឡានដឹកប្រេងមួយហើយក៏ធ្វើឲ្យឡានទាំងពីរនោះបានក្រឡាប់ហើយនឹងមានភ្លើងឆាបឆេះនៅទីនោះយ៉ាងសន្ធោសន្ធៅហើយបន្ទាប់មកយើងក៏បានឃើញតែកង់ឡានដឹកប្រេងនោះកំពុងតែជាប់នៅក្នុងឡានហើយភ្លើងនៅទីនោះកំពុងតែឆាបឆេះសន្ធោសន្ធៅទៅកាន់គាត់មែនទែនហើយបន្ទាប់មក Ben របស់យើងនៅក្នុងរូបរាងជា Sting Fly ហ្នឹងគាត់ក៏បានហោះសម្ដៅទៅកាន់ឡានដែលកំពុងតែឆាបឆេះនោះនិងបានប្រើទឹកមាត់ស្អិតរបស់គាត់បាញ់ទៅលើភ្លើងទាំងនោះដើម្បីឲ្យវារលត់បាត់ទៅហើយបន្ទាប់មក Ben របស់យើងក៏បានហោះសម្ដៅទៅលើដំបូលឡាននិងបានប្រើកន្ទុយដ៏មុតស្រួចរបស់គាត់ដើម្បីកាត់ផ្ដាច់ដំបូលឡាននោះហើយគាត់ក៏បានចាប់ទាញបរិសុទ្ធតែជាតកង់ឡាននោះចេញពីឡានដែលកំពុងតែឆាបឆេះនោះផងដែរហើយក៏បានជួយសង្គ្រោះគាត់ឲ្យរួចផុតពីគ្រោះថ្នាក់នោះផងដែរហើយបន្ទាប់ពីពួកគេទាំង3នាក់បានជួយសង្គ្រោះនៅកន្លែងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នោះរួចហើយលោកតាម៉ែរបស់យើងក៏បានធ្វើដំណើរជូនចៅប្រុសចៅស្រីរបស់គាត់ទាំងពីរនាក់ហ្នឹងទៅលេងនៅទីតាំងសួនកំសាន្តមួយកន្លែងហើយបន្ទាប់ពីពួកគេទាំង3នាក់បានធ្វើដំណើរទៅដល់ទីតាំងសួនកំសាន្តនោះហើយលោកតាម៉ែក៏បានឲ្យសម្បត្តិសម្រាប់លេងកំសាន្តនៅទីនោះចំនួន2ទៅកាន់ចៅប្រុសចៅស្រីរបស់គាត់ដើម្បីទុកឲ្យពួកគេទាំងពីរនាក់ហ្នឹងសម្រាប់ដើរលេងកំសាន្តនៅជុំវិញទីនោះហើយក្រោយពីពួកគេទាំងពីរនាក់ហ្នឹងបានសម្បត្តិរួចហើយពួកគេក៏បានដើរលេងកំសាន្តនៅទីនោះជាច្រើនកន្លែងមែនទែនហើយបន្តមកយើងក៏បានឃើញ Ben និង Kevin ពួកគេទាំងពីរនាក់ហ្នឹងទៅឈរនៅទីតាំងរូងឈើមួយកន្លែងបន្តមកពួកគេទាំងពីរនាក់ហ្នឹងក៏បានដើរចូលទៅក្នុងទីតាំងរោងឈើមួយនោះរួចហើយពួកគេក៏បានរកឃើញដុំបាល់យ៉ាងធំមួយមែនទែនហើយបន្តមកនៅក្នុងពេលនោះអាប៉ែដែលជាម្ចាស់គ្រប់គ្រងនៅទីតាំងសួនកំសាន្តនេះគាត់ក៏បានដើរចូលមកក្នុងហើយក៏បាននិយាយប្រាប់ពួកគេទាំងពីរនាក់ថាដុំបាល់នោះគឺធ្វើមកពីកៅស៊ូជាច្រើនហើយសូមពួកគេទាំងពីរនាក់កុំប៉ះពាល់វាអីព្រោះខ្លាចវារមៀលចេញពីទីនោះបាត់ទៅបន្តមក Ben របស់យើងក្រោយពីបានលឺអញ្ចឹងហើយនៅពេលដែលអបម្ចាស់គ្រប់គ្រងនៅទីនោះបានដើរចេញពីទីបាត់ទៅ Ben របស់យើងក៏បានទាញនាឡិការបស់គាត់មកនិងបានប្រែកន្លាខ្លួនរបស់គាត់ទៅជាអាដៃ4ឬក៏យើងហៅវាថា forearm នោះឯងហើយ Ben នៅក្នុងរូបរាងជាអាដៃ4ហ្នឹងក៏បានលើកអាដុំបាល់ដ៏ធំមួយនោះនិងបានបោះវាលេងចុះឡើងហើយគាត់ក៏បានលើកវាកាន់ដៃ3ទៀតផងប៉ុន្តែនៅក្នុងពេលដែល Ben មិនបានប្រយ័ត្នហ្នឹងគាត់ក៏ធ្វើឲ្យរបូតអាដុំបាល់នោះចេញពីដៃរបស់គាត់ហើយគាត់ធ្វើឲ្យដុំបាល់នោះបានលោតទៅបុកជាមួយនឹងដីនិងប៉ើងចេញពីរោងឈើនោះទៅកំទេចកន្លែងកំសាន្តផ្សេងៗទៀតជាច្រើនមែនទែនហើយបន្តមក Ben និង Kevin ក៏បាននិយាយគ្នាទាំងពីរនាក់ថាពួកគេទាំងពីរនាក់ហ្នឹងនឹងចាំហើយបើសិនជាលោកតាម៉ែរកឃើញរឿងទាំងនេះបន្តមក Ben នៅក្នុងរូបរាងជាអាដៃ4ហ្នឹងក៏បាននិយាយថាគាត់នឹងលើកដុំបាល់នេះទៅដាក់នៅកន្លែងដើមវិញហើយនឹងរៀបចំនៅកន្លែងខូចខាតទាំងប៉ុន្មានម៉ាននេះឲ្យទៅដូចដើមវិញប៉ុន្តែរំពេចនោះនាឡិកាក៏បានលោតអត់ថ្មរួចហើយវាក៏បានប្រែកន្លាខ្លួនរបស់ Ben ទៅជាក្មេងប្រុសវិញនៅក្នុងពេលនោះយើងក៏បានចាប់អារម្មណ៍ឃើញថានៅពេលដែល Ben បានដាក់ដៃរបស់គាត់ទៅលើអាដុំបាល់មួយនោះនាឡិការបស់ Ben ហ្នឹងក៏បានបញ្ចេញនៅរលកអគ្គិសនីពណ៌ក្រហមអ្វីម្យ៉ាងទៅលើអាដុំបាល់មួយនោះហើយបន្ទាប់ពី Ben និង Kevin បានរត់គេចចេញពីទីនោះបាត់ទៅយើងបានឃើញជាមួយនឹងចរន្តអគ្គិសនីពណ៌លឿងមួយបានហោះចេញពីអាដុំបាល់កៅស៊ូមួយនោះហើយវាក៏បានហោះឆ្លងចូលទៅក្នុងខ្សែភ្លើងនៅតាមបង្គោលភ្លើងជាច្រើននិងបានហោះឆ្លងកាត់រូបសំណាកក្តាន់មួយផងដែរហើយក៏បន្តហោះទៅបុកផ្លាកសញ្ញាសួនកំសាន្តបន្តមកយើងក៏បានរកឃើញពីរូបរាងពិតរបស់វាដែលវាគឺជា alien អគ្គិសនីមួយដែលមានឈ្មោះថា Bashak កម្មកម្មព្រឹកឡើងនៃថ្ងៃស្អែកលោកតាម៉ែក៏បានហៅចៅប្រុសចៅស្រីរបស់គាត់ទាំងពីរនាក់ដើម្បីឲ្យមកជួបគាត់ហើយ Ben និង Kevin ហ្នឹងក៏បានភ័យយកតែមែនតើហើយព្រោះខ្លាចលោកតាម៉ែបានរកឃើញពីរឿងដែលពួកគេបានធ្វើកាលពីម្សិលមិញប៉ុន្តែនៅពេលដែលពួកគេទាំងពីរនាក់បានដើរចេញទៅពួកគេក៏បានឃើញថាសួនកំសាន្តនេះរងការខូចខាតខ្លាំងយកតែមែនតើហើយពួកគេទាំង3នាក់ហ្នឹងក៏បានស្មានថាការប្រយុទ្ធមិញនៅពេលដែលពួកគេបានចូលដំណេកបាត់នោះទីតាំងសួនកំសាន្តមួយនេះគឺត្រូវរកការខូចខាតដោយសារគ្រោះធម្មជាតិភ្ជាប់ជួបមកវាប្រហារនៅទីតាំងសួនកំសាន្តនេះប៉ុន្តែនៅពេលនោះម្ចាស់ដែលជាអ្នកគ្រប់គ្រងនៅទីតាំងសួនដើរលេងកំសាន្តមួយនេះក៏បានមកនិយាយប្រាប់ពួកគេទាំង3នាក់ថា
ទីតាំងសួនកំសាន្តនេះកាលពីយប់មិញនោះគឺមិនបានរងការខូចខាតដោយសារតែគ្រោះធម្មជាតិនោះទេហើយវាក៏មិនបានរងការខូចខាតដោយសារតែ Ben និង Gwen នោះដែរប៉ុន្តែវារងការខូចខាតដោយសារតែពពួក alien អគ្គិសនីដែលមានឈ្មោះថា Buzzshark ទាំងនោះភ្លាមៗនោះ alien Buzzshark នោះក៏បានបង្ហាញខ្លួនមកដោយវាបានហោះកាត់មុខរបស់លោកតា Meg ហើយវាក៏បានហោះទៅក្រឡុកពួកគេទាំង3នាក់ខ្លាំងមែនទែនបន្ទាប់មកនៅក្នុងពេលនោះ alien Buzzshark នោះក៏បានមើលឃើញទូម៉ាស៊ីនទឹកក្រូចមួយហើយវាក៏បានហោះចូលទៅក្នុងទូម៉ាស៊ីនទឹកក្រូចនោះនិងបានបញ្ជាបាញ់កំប៉ុងទឹកក្រូចទាំងនោះទៅកាន់ពួកគេទាំង4នាក់ហើយនៅពេលដែលវាបានបញ្ជាបាញ់កំប៉ុងទឹកក្រូចចេញពីទូម៉ាស៊ីននោះអស់ហើយវាក៏បានហោះចេញពីទីនោះបាត់ទៅបន្ទាប់មកនៅពេលដែល alien Buzzshark នោះបានហោះចេញពីទីនោះបាត់ទៅលោកតា Meg, Ben និង Gwen ដែលកំពុងតែធ្វើដំណើរតាមដងផ្លូវហ្នឹងalien Buzzshark នោះក៏បានវានៅតាមខ្សែភ្លើងនៅតាមបង្គោលភ្លើងមួយហើយវាក៏បានហោះចូលទៅក្នុងខោរបស់លោកតា Meg និងបានចាប់ទាញលីអូរបស់គាត់ដើម្បីព្យួរឡើងទៅលើហើយនៅពេលដែល Ben បានឃើញអញ្ចឹងក៏បានទាញនាឡិការបស់គាត់មកដើម្បីប្រែកន្លាខ្លួនទៅជា alien មួយដែលមានឈ្មោះថា Upgrade បន្ទាប់មក Ben នៅក្នុងរូបរាងជា Upgrade ហ្នឹងក៏បានប្រើថាមពលបៃតងមួយដែលបាញ់ចេញពីភ្នែករបស់គាត់ទៅកាន់ alien Buzzshark មួយនោះបន្ទាប់ពីនោះមក Ben ក៏បានព្យាយាមរត់ដេញតាមចាប់ alien មួយនោះប៉ុន្តែដោយសារតែ alien Buzzshark នោះមានការបំលាស់ទីលឿនទៅធ្វើឲ្យ Ben ពិបាកនៅក្នុងការដេញចាប់វាមែនទែននៅក្នុងពេលដែលប្រយុទ្ធគ្នាហ្នឹង Ben ក៏បានយកបន្ទះដែកមួយគប់ទៅកាន់ alien Buzzshark មួយនោះហើយក៏ធ្វើឲ្យវាដាច់ខ្លួនទៅជាពីរប៉ុន្តែវាមិនបានប៉ះពាល់អីទៅកាន់ alien Buzzshark នោះទេហើយវាក៏បានបំលែងខ្លួនទៅជាពីរនាក់ថែមទៀតផងនៅក្នុងពេលនោះនាឡិការបស់ Ben ក៏បានលោតអស់ថ្មហើយវាក៏បានប្រែកន្លាខ្លួនរបស់គាត់ទៅជាក្មេងប្រុសវិញប៉ុន្តែនៅក្នុងពេលនោះលោកតា Meg ជាមួយនឹង Gwen ក៏បានជិះឡានកុងតឺន័រដឹកផ្ទះ1ម៉ែត្រមួយយ៉ាងធំមែនទែនធ្វើដំណើរមកទីនេះហើយក៏បានចាប់ Ben ឡើងឡានជាមួយពួកគេផងដែរបន្ទាប់មក alien Buzzshark ទាំងពីរនាក់នោះក៏បានហោះដេញតាមពីក្រោយឡានរបស់លោកតា Meg ជាមួយនឹង Gwen ហើយនឹង Ben ផងដែរប៉ុន្តែនៅក្នុងអំឡុងពេលដែលពួក alien Buzzshark ទាំងពីរនាក់នោះបានហោះដេញតាមពីក្រោយ Gwen ក៏បានកាច់ចង្កូតនៅក្នុងឡានហើយក៏បានទម្លាក់អាទះ1ម៉ែត្រដ៏ធំដែលបានដឹកពីក្រោយឡាននោះហើយនៅពេលដែលដងទះ1ម៉ែត្រយ៉ាងធំនោះបានធ្លាក់ចេញពីលើឡាននិងទៅប៉ះគ្នាជាមួយនឹង alien Buzzshark ទាំងពីរនាក់នោះវាក៏បានស្រូប alien Buzzshark ទាំងពីរនាក់នោះចូលទៅក្នុងវាបាត់ទៅប៉ុន្តែដងទះ1ម៉ែត្រនោះបានស្រូប alien Buzzshark ទាំងពីរនាក់នោះបានតែមួយផ្លែនោះទេប៉ុន្តែនៅក្នុងពេលនោះពួកវាទាំងពីរនាក់ហ្នឹងក៏បានផ្ទុះចេញមកក្រៅវិញហើយពួកវាក៏បានហោះទៅបំផ្ទុះចរន្តភ្លើងនៅក្នុងភូមិមួយនេះដាច់ទាំងអស់បន្ទាប់មកពួកវាហ្នឹងក៏បានបំបែកភាគជាច្រើនមែនទែនហើយពួកវាក៏បានស្រែកបញ្ចេញនៅរលកសំឡេងសូនិកម្យ៉ាងហើយដោយសារតែរលកសំឡេងសូនិកនោះមានកម្លាំងខ្លាំងមែនទែនទើបធ្វើឲ្យកែវកញ្ចក់នៅលើហាងមួយបានផ្ទុះបែកហើយវាក៏បានបញ្ចេញនៅអាដងឈើស្រួយៗបីតែនឹងប៉ះពាល់ទៅដល់អាយុជីវិតអ្នកភូមិដែលបានរស់នៅក្នុងទីនេះទៅហើយប៉ុន្តែក៏ជាសំណាងល្អដែលអ្នកភូមិនៅក្នុងទីនេះអត់មានអ្នកណាគេទទួលរងគ្រោះថ្នាក់នោះទេបន្ទាប់មកក្រោយពីពួក alien Buzzshark ទាំងនោះបានក្រឡុកអ្នកភូមិដែលបានរស់នៅក្នុងទីនេះយ៉ាងចាស់ដៃហើយពួកវាទាំងអស់នោះក៏បានហោះទៅផ្ដុំគ្នានិងបង្កើតចេញជា robot ដ៏ធំមួយហើយពួកវាក៏បានធ្វើដំណើរទៅកាន់ទ្រនប់ទប់ទឹកមួយនៅក្នុងភូមិមួយនេះនិងចង់ទៅវាយអាទ្រនប់ទប់ទឹកនោះដើម្បីឲ្យវាបែកនិងហូរទឹកមកកាន់ភូមិមួយនេះផងដែរដើម្បីធ្វើឲ្យមានការលិចលង់នៅក្នុងភូមិនេះហើយនៅក្នុងពេលនោះក៏បានចាប់អារម្មណ៍ឃើញមានកែវពាងត្រីមួយដ៏ធំដែលគេបានដាក់តាំងនៅពីលើហាងរបស់គេនោះក៏បាននឹកឃើញនៅគំនិតមួយថានឹងចង់ចាប់ពួក alien Buzzshark ទាំងនោះដាក់ចូលទៅក្នុងកែវពាងត្រីមួយនោះក្រោយពី Gwen បាននិយាយរៀបផែនការជាមួយនឹង Ben ហើយ Ben ក៏បានទាញនាឡិការបស់គាត់មកនិងបានប្រែកន្លាទៅជា Heat Plus ហើយក៏ធ្វើដំណើរទៅកាន់ទ្រនប់ទប់ទឹកមួយនោះបាត់ទៅហើយនៅពេលដែល Ben បានហោះទៅដល់ទីនោះហើយគាត់ក៏បានឃើញអា robot នោះកំពុងតែវាយទ្រនប់ទឹកនេះដើម្បីឲ្យវាខ្ទេចនិងហៀរទឹកចេញមកហើយបន្ទាប់ពី Ben ធ្វើដំណើរទៅដល់ទីនោះ Ben ក៏បានប្រើភ្លើង Heat Plus ខ្លាំងមែនទែនបាញ់ទៅលើអា robot alien មួយនោះហើយបន្ទាប់មកក៏បានបើកការវាប្រយុទ្ធគ្នាខ្លាំងមែនទែននៅក្នុងពេលដែលប្រយុទ្ធគ្នានឹង Ben ក៏បានធ្វើជាសើដោយបានហោះទៅបុកនៅជញ្ជាំងហើយក៏ធ្វើអង្គុយស្ងៀមមួយផ្លែតហើយនៅពេលដែលអា robot មួយនោះបានធ្វើដំណើរនឹងទៅបំរុងនឹងវាយគាត់ទៅហើយគាត់ក៏បានប្រើភ្លើងរបស់ Heat Plus ខ្លាំងមែនទែនធ្វើជាដុំបាល់មួយនិងបានគប់ទៅកំទេញអា robot មួយនោះឲ្យខ្ទេចបាត់ទៅបន្ទាប់ពី Ben បានកំទេញអា robot ដ៏ធំមួយនេះហើយក៏បានហោះទៅជិតអាកែវពាងត្រីដែលលោកតា Meg ជាមួយនឹង Gwen បានដឹកមកកាន់ទំនប់នេះហើយគាត់នឹងក៏បានហោះទៅឈរនៅជិតអាកែវពាងត្រីដ៏ធំមួយនោះនិងបានឌឺទៅកាន់ពពួក alien Buzzshark ទាំងនោះទៀតផងដើម្បីឲ្យពួកវាទាំងអស់នោះធ្វើដំណើរមករក Ben ហើយនៅពេលដែល alien Buzzshark ទាំងនោះបានធ្វើដំណើរហោះមកកាន់ Ben ក៏បានបើកក្រណាត់នោះនិងបានចូលទៅខាងក្នុងបាត់ទៅបន្ទាប់មកនៅពេលដែលពួក alien Buzzshark ទាំងនោះបានហោះចូលទៅក្នុងកែវនោះដែរបន្ទាប់មកវាក៏បានធ្វើឲ្យពួក alien Buzzshark ទាំងនោះជាប់នៅក្នុងកែវនោះបាត់ទៅក្រោយពីភាពវឹកវរបានបញ្ចប់ពួកគេទាំង3នាក់ហ្នឹងក៏បានយកពពួក alien Buzzshark ទាំងនោះទៅដាក់នៅទីតាំងសួនកំសាន្តនោះវិញហើយក៏បានយកពួកវាធ្វើជាចរន្តភ្លើងនៅក្នុងកន្លែងកំសាន្តមួយនោះផងដែរ
ហ្នឹងហើយអ្នកទាំងអស់គ្នាសាច់រឿងនៅអេពីសូតទី6នេះគឺបានចប់ត្រឹមហ្នឹងហើយយើងនឹងបន្តទៅកាន់អេពីសូតទី7បន្តទៀតកាន់មកកាន់នៅក្នុងអេពីសូតទី7នេះវិញគឺយើងបានឃើញជាមួយនឹងតួអង្គទាំង3នាក់របស់យើងដដែលដោយមានលោកតា Mac Ben និង Gwen ដែលពួកគេទាំង3នាក់ហ្នឹងកំពុងតែស្ថិតនៅក្នុងសន្តាគារលំដាប់មួយកន្លែងនៅឯក្នុងទីក្រុង New York ហើយនៅក្នុងពេលនោះផងដែរ Ben គឺពិតជាសប្បាយចិត្តនឹងរំភើបខ្លាំងមែនទែនព្រោះបានឃើញនៅក្នុងសន្តាគារនេះមានទូម៉ាស៊ីនលេងហ្គេម Sumo Slammer ហើយគាត់នឹងពិតជារំភើបចង់លេងវាខ្លាំងមែនទែនប៉ុន្តែសន្តិសុខនៅអូតានហ្នឹងគឺមិនអនុញ្ញាតឲ្យ Ben ចូលនោះទេដោយសារតែគាត់អត់មានសម្បត្តិបង់ថ្លៃចូលលេងវានោះឯងប៉ុន្តែទោះជាដឹងថាបែបនេះក៏ដោយក៏មិនអាចហាមឃាត់ចិត្ត Ben បាននោះឡើយព្រោះហើយនៅក្នុងពេលនោះគាត់ក៏បានទាញនាឡិការបស់គាត់មកនិងបានប្រែកាឡាទៅជា Ghost Freak និងបានហោះចូលទៅលេងអាម៉ាស៊ីនទូហ្គេមនោះបាត់ទៅហើយក៏បានរំភើបនិងសប្បាយរីករាយនៅក្នុងការលេងហ្គេមនោះមែនទែនប៉ុន្តែមួយសន្ទុះក្រោយមកអបិសន្តិសុខនោះក៏បានតាមមកទាន់ឃើញ Ben និងបានចាប់ឃាត់ខ្លួនគាត់ដែលកំពុងតែលេងហ្គេមនោះបាត់ទៅហើយដោយសារតែមានរឿងបែបនេះហើយទើបអូតានេះបានបណ្ដេញពួកគេទាំង3នាក់ឲ្យចេញពីទីនេះបាត់ទៅបន្ទាប់មកក្រោយពីត្រូវគេបណ្ដេញចេញពីអូតានៅបាត់ទៅ Ben ជាមួយនឹងលោកតា Mac នឹងក៏បានឆ្លោះគ្នាខ្លាំងមែនទែនហើយលោកតា Mac នឹងក៏បានស្ដីឲ្យ Ben ខ្លាំងមែនទែនថាមាននាឡិកានេះហើយមិនបន្ទុកប្រើវាជារឿងល្អបែរជាយកវាទៅបំរើនៅភាពអាត្មានិយមរបស់ខ្លួនវិញហើយបន្ទាប់មកនៅក្នុងពេលនោះ Ben ក៏បានខឹងខ្លាំងមែនទែនថាគាត់នឹងគ្រាន់តែចង់លេងហ្គេមនោះទេឬហើយ Ben ក៏បានប្រើពាក្យសម្ដីធ្ងន់ទៅកាន់លោកតា Mac ទៀតផងថាគាត់នឹងមិនមែនជាឪពុករបស់ខ្លួនឡើយអញ្ចឹងហើយសុំកុំបដៅគាត់ខ្លាំងពេកក្រោយពីបានឆ្លោះគ្នាជាមួយនឹងលោកតា Mac មួយសន្ទុះក្រោយមក Ben ក៏បានដើរចេញពីទីនោះនិងបានដើរចូលទៅកន្លែងលេងហ្គេមមួយកន្លែងនិងបានទិញកាក់ដើម្បីទៅលេងអាម៉ាស៊ីនទូហ្គេមទាំងអស់នោះប៉ុន្តែអាម៉ាស៊ីនទូហ្គេមនៅកន្លែងនោះក៏បានធ្វើស៊ីគាត់ខ្លាំងមែនទែនដោយលេងបានតែត្រឹមតែប្រមាណហ្គេមសោះវាក៏ឲ្យដាក់កាក់ថ្មីចូលថែមទៀតហើយនៅក្នុងពេលនោះផងដែរ Ben យើងក៏បានជួបជាមួយនឹងក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Kevin ហើយពួកគេទាំងពីរនាក់ហ្នឹងគឺឆាប់និយាយចូលគ្នាមែនទែនបន្ទាប់ពីបាននិយាយគ្នាមួយសន្ទុះក្រោយមក Kevin ក៏បានយកដៃរបស់ខ្លួនដាក់ទៅលើទូម៉ាស៊ីនហ្គេមមួយរួចហើយក៏បានបញ្ចេញថាមពលអ្វីមួយដូចជាអគ្គិសនីអញ្ចឹងហើយក៏បានធ្វើឲ្យម៉ាស៊ីនទូហ្គេមនោះបានបញ្ចេញកាក់មកជាច្រើនមែនទែនហើយតួអង្គ Kevin នេះដែរគឺសមត្ថភាពពិសេសរបស់គាត់នោះគឺ absorbing energy ឬក៏យើងហៅថាស្រូបថាមពលនោះឯងហើយបន្ទាប់មក Gwen ដោយសារតែបាត់ Ben យូរពេកក៏បានដើរតាមស្វែងរក Ben រហូតមកដល់ទីកន្លែងលេងហ្គេមមួយនេះនិងបានហៅគាត់ដើម្បីទៅជួបលោកតា Mac វិញផងដែរបន្ទាប់មកនៅក្នុងពេលនោះយើងក៏បានឃើញពួកជើងកាមប្រមាណអ្នកបានធ្វើដំណើរមកកាន់ទីកន្លែងនេះនិងបានចង់ទៅរករឿង Kevin ផងដែររួចហើយ Ben ដោយសារតែឃើញអញ្ចឹងគាត់ក៏មានចិត្តចង់ជួយទៅកាន់ Kevin ផងដែរហើយ Ben នឹងក៏បានរត់ទៅគៀនទូម៉ាស៊ីនលេងហ្គេមមួយនិងបានទាញនាឡិការបស់គាត់មកនិងបានប្រែកាឡាខ្លួនទៅជា Accelerate ក្រោយពីបានប្រែកាឡាខ្លួនរួចហើយ Ben ក៏បានប្រើសមត្ថភាពរត់លឿនរបស់ Accelerate នឹងបានរត់ទៅចាត់ការពួកអាជើងកាងទាំងប្រមាណអ្នកនោះម្ដងម្នាក់ផងដែរហើយបន្ទាប់ពីបានចាត់ការពួកអាជើងកាងទាំងប្រមាណអ្នកនោះរួចហើយ Ben ក៏បានប្រែកាឡាខ្លួនវិញទៅជាក្មេងប្រុសនិងបានទៅជួបគ្នាជាមួយនឹង Kevin នៅខាងក្រៅហើយបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏បាននាំគ្នាដើរលេងជុំវិញទីក្រុង New York នេះនៅក្នុងពេលដែលពួកគេទាំងពីរនាក់ដើរបណ្ដើរនិយាយគ្នាបណ្ដើរហ្នឹងហើយ Ben ហ្នឹងក៏បាននិយាយប្រាប់ Kevin រឿងដែលលោកតា Mac បានស្ដីខ្លួនកាលពីព្រឹកមិញដោយសារតែខ្លួនហ្នឹងបានលួចចូលទៅលេងហ្គេម Sumo Slammer ដែលគេមិនទាន់អនុញ្ញាតឲ្យលេងជាផ្លូវការក្រោយពី Kevin បានលឺអញ្ចឹងក៏បានបបួល Ben ដើម្បីធ្វើដំណើរទៅកាន់ឃ្លាំង stock game មួយនោះនិងចង់លួចវាយកមកលេងឲ្យបានផងដែរបន្ទាប់មកនៅក្នុងពេលនោះក៏មានប៉ូលីសជាច្រើនមែនទែនបានធ្វើដំណើរមកហុំព័ទ្ធទីកន្លែងឃ្លាំង stock game មួយនេះដើម្បីចាប់ពួកគេទាំងពីរនាក់នៅក្នុងពេលនោះ Kevin ក្រោយពីបានឃើញប៉ូលីសបានហុំព័ទ្ធទីកន្លែងនេះច្រើនអញ្ចឹងក៏បានរត់ទៅកាន់បង្គោលភ្លើងមួយនិងបានស្រូបថាមពលចេញពីបង្គោលភ្លើងនោះដើម្បីទៅវាយតទល់ជាមួយពួកប៉ូលីសទាំងអស់នោះប៉ុន្តែមើលទៅ Kevin ហ្នឹងគឺបានតទល់ជាមួយពួកប៉ូលីសទាំងអស់នោះបានតែមួយផ្លែតនោះទេហើយមើលទៅពួកគេទាំងពីរនាក់ហ្នឹងប្រហែលជានឹងត្រូវជាប់ទីនេះនិងប៉ូលីសចាប់ខ្លួនទៅហើយប៉ុន្តែនៅក្នុងពេលនោះ Ben ក៏បានសម្រេចចិត្តថានឹងទាញនាឡិការបស់ខ្លួនមកដើម្បីប្រែកាឡាទៅជា Sting Fly ដើម្បីរត់គេចចេញពីទីនេះហើយនៅពេលដែល Ben បានប្រែកាឡាហ្នឹងគាត់គឺបានប្រែកាឡានៅទល់មុខរបស់ Kevin តែម្ដងក្រោយពីបានប្រែកាឡាខ្លួនទៅជា Sting Fly រួចហើយ Ben ក៏បានចាប់ទាញ Kevin និងហោះចាក់ចេញពីទីនោះបាត់ទៅប៉ុន្តែមើលទៅពួកគេទាំងពីរនាក់ហ្នឹងទោះបីជាខំហោះគេចពីប៉ូលីសយ៉ាងណាក៏ដោយក៏ពួកប៉ូលីសទាំងអស់នោះនៅតែជិះ helicopter ដើម្បីដេញតាមចាប់ពួកគេទាំងពីរនាក់ដដែលអញ្ចឹងហើយ Ben ក៏បានហោះគេចខ្លួនដោយបានចូលទៅតាមរូងក្រោមដីមួយហើយនៅក្នុងពេលនោះនាឡិការបស់គាត់ក៏បានអត់ថ្មនិងបានប្រែកាឡាខ្លួនគាត់ទៅជាក្មេងវិញនិងបានចូលទៅក្នុងឡានមួយទៅពួកគេទាំងពីរនាក់ហ្នឹងក៏បានគេចចេញពីពួកប៉ូលីសទាំងអស់នោះបានបាត់ទៅហើយបន្ទាប់ពីពួកគេទាំងពីរនាក់ហ្នឹងបានជួបរឿងទាំងអស់នេះហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានចាប់ដៃគ្នាថានឹងកសាងមិត្តភាពចាប់ពីពេលនេះតទៅ
ហើយនឹងសន្យាថានឹងប្រើធម្មពលពួកគេរៀងខ្លួនដើម្បីការពារគ្នាទៅវិញទៅមកហើយរឿងបន្ទាប់ដែលពួកគេទាំងពីរនឹងទៅហ្នឹងគឺ Kevin នឹងចង់ធ្វើដំណើរទៅកាន់រូងផ្លូវរថភ្លើងមួយហើយគាត់នឹងក៏ចង់កាច់កុងតាក់ដើម្បីកាត់ផ្ដាច់ផ្លូវរថភ្លើងនោះផងដែរដោយគាត់នឹងបានដឹងថានៅពេលបន្តិចទៀតនេះនឹងមានរថភ្លើងដឹកលុយមួយយ៉ាងច្រើនធ្វើដំណើរកាត់តាមផ្លូវនេះអញ្ចឹងហើយបានជាគាត់ចង់កាត់ផ្ដាច់ផ្លូវរថភ្លើងនោះដើម្បីប្លន់យកលុយចេញពីរថភ្លើងមួយនោះហើយបន្ទាប់មកក្រោយពីបានលឺអញ្ចឹងក៏បានដឹងខ្លួនថារាប់អានមនុស្សខុសហើយអញ្ចឹងហើយទើបបានជាគាត់និយាយទៅកាន់ Kevin ថាគាត់មិនអនុញ្ញាតឲ្យ Kevin ធ្វើរឿងទាំងអស់នេះបានឡើយនៅក្នុងពេលនោះបានក៏បានទាញនាឡិការបស់គាត់មកដើម្បីចង់ប្រែកាឡាទៅជាអាដៃ4ដើម្បីទៅបញ្ឈប់ Kevin ប៉ុន្តែនៅក្នុងពេលដែលគាត់បានប្រែកាឡាហ្នឹងគឺមិនមែនទៅជាអាដៃ4នោះទេបែរជានាឡិកានោះបានប្រែកាឡាខ្លួនគាត់ទៅជា Hit Plus ទៅវិញហើយ Kevin ហ្នឹងគឺមិនបានញញើតជាមួយនឹង Ben នោះទេរួចហើយគាត់ក៏បានលោតទៅវាយប្រទៀងបតងគ្នាជាមួយនឹង Ben និងបានស្រូបធម្មពលចេញពី Ben ផងដែរហើយដោយសារតែ Kevin មានសមត្ថភាព absorbing energy ហ្នឹងអញ្ចឹងហើយនៅពេលដែលគាត់បានស្រូបធម្មពលចេញពី Ben អាធម្មពលដែលបានចេញពី Ben នោះក៏បានកែប្រែរូបរាងគាត់មួយចំហៀងទៅជាមានសមត្ថភាពរបស់ Hit Plus ផងដែរនៅក្នុងពេលនោះក៏មានរថភ្លើងមួយបានធ្វើដំណើរមកចំពីមុខរបស់ Ben ហើយប៊ីតែនឹងបុកគាត់ទៅហើយប៉ុន្តែនៅក្នុងពេលនោះ Ben ក៏បានប្រើសមត្ថភាពរបស់ Hit Plus និងបានក្រវីខ្លួនរបស់គាត់ក្លាយទៅជាភ្លើងនិងបានហោះទៅតោងនៅលើដំបូលរថភ្លើងនោះរត់ចាក់ចេញពីទីនោះបាត់ទៅហើយនៅក្នុងពេលដែលកំពុងតែតោងដំបូលរថភ្លើងនឹងចាក់ចេញពីទីនោះនាឡិការបស់ Ben ក៏បានលោតអស់ថ្មនិងបានប្រែកាឡាខ្លួនរបស់គាត់ទៅជាកូនក្មេងវិញប៉ុន្តែនៅក្នុងពេលនោះឡានរបស់លោកតា Mac ក៏បានធ្វើដំណើរមកដល់ទីនេះផងដែរហើយក៏បានបើកដំបូលមួយដើម្បីឲ្យ Ben លោតទៅតោងនៅលើដំបូលនោះដើម្បីចូលទៅក្នុងឡានវិញបន្ទាប់ពីបានចូលទៅក្នុងឡានហើយ Ben ក៏បានរៀបរាប់រឿងទាំងអស់ប្រាប់ទៅកាន់លោកតា Mac ថា Kevin ឥឡូវហ្នឹងកំពុងតែមានធម៌ពល Hit Plus របស់គាត់ហើយក្រោយពីបានគិតអញ្ចឹងហើយ Ben ក៏បានដឹងយ៉ាងច្បាស់ថា Kevin ហ្នឹងនឹងប្រើធម៌ពលរបស់ Hit Plus នោះដើម្បីយកវាទៅសងសឹកជាមួយនឹងពួកអាជើងកាងទាំងប្រមាណអ្នកដែលបានរករឿងគាត់ពីពេលមុននោះហើយនៅពេលដែលដឹងអញ្ចឹងហើយ Ben ក៏បានទាញនាឡិការបស់គាត់មកដើម្បីប្រែកាឡាទៅជាអាដៃ4ហើយ Ben នៅក្នុងរូបរាងជាអាដៃ4ហ្នឹងក៏បានលោតយ៉ាងខ្ពស់មែនទែនដើម្បីធ្វើដំណើរសំដៅទៅរក Kevin កាន់មកកាន់ Kevin វិញយើងក៏បានឃើញគាត់កំពុងតែបាញ់ភ្លើងនិងបានធ្វើបាបទៅកាន់ពួកអាជើងកាងទាំងប្រមាណអ្នកនោះមែនទែនប៉ុន្តែនៅក្នុងពេលហ្នឹងធម្មពលដែលគាត់បានស្រូបហ្នឹងក៏បានអស់ទៅវិញហើយវាក៏បានប្រែកាឡាខ្លួនរបស់ Kevin ហ្នឹងទៅជាក្មេងធម្មតាវិញហើយ Ben នៅក្នុងរូបរាងជាអាដៃ4ហ្នឹងក៏បានបង្ហាញខ្លួនមកនិងបានទៅចាប់ Kevin ប៉ុន្តែនៅក្នុងពេលដែល Ben កំពុងតែចាប់ Kevin ហ្នឹងវាក៏បានផ្ដល់ឱកាសទៅឲ្យ Kevin បានស្រូបធម្មពលចេញពីខ្លួនរបស់គាត់បន្ថែមទៀតផងហើយនៅពេលដែល Kevin បានស្រូបធម្មពលចេញពីខ្លួនរបស់ Ben ហើយវាក៏បានកែប្រែរូបរាងរបស់ Kevin ទៅជាមានសាច់ដុំស្រដៀងទៅនឹង forearm ដែរហើយបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏បើកការវាប្រយុទ្ធគ្នាតាមម្ដងនិងបានវាយគ្នាទៅវិញទៅមកហើយក៏បានចាប់បោកគ្នាទៅវិញទៅមកទៀតផងប៉ុន្តែនៅក្នុងពេលនោះ Ben ក៏បានខំងើបឡើងមកវិញនិងបានវាយ Kevin យ៉ាងទក់មែនទែននិងបានដាល់គាត់មួយដៃទៅខ្ទាតចំអាថ្មដែលកំពុងតែបាក់មកសង្កត់ពីលើគាត់យ៉ាងច្រើនមែនទែននៅក្នុងពេលនោះផងដែរនាឡិការបស់ Ben ក៏បានលោនអស់ថ្មនិងបានប្រែកាឡាខ្លួនរបស់គាត់ទៅជាក្មេងវិញផងដែរហើយយើងក៏បានឃើញ Kevin បានធ្វើពុតជាចោះចាញ់និងបាននិយាយទៅកាន់ Ben ថាខ្លួនព្រមចោះចូលជាមួយ Ben ហើយប៉ុន្តែនៅពេលដែល Ben បានដើរទៅជិត Kevin ក៏បានស្ទុះងើបមកនិងបានទៅកញ្ឆក់យកនាឡិកាចេញពីដៃរបស់ Ben តែប្រកាសណានាឡិកានោះមិនអាចដកចេញពីដៃរបស់ Ben បាននោះឡើយដោយសារតែនាឡិកានោះបានភ្ជាប់ DNA ទៅជាមួយនឹង Ben បាត់ទៅហើយប៉ុន្តែនៅក្នុងពេលដែល Kevin កំពុងតែខំព្យាយាមទាញនាឡិកានោះចេញពីដៃរបស់ Ben ហ្នឹងយើងក៏បានឃើញថាមពលចម្លែកអ្វីម្យ៉ាងបានបំផ្ទុះចេញពីនាឡិកា Omnitrix នោះមកនិងបានធ្វើឲ្យ Kevin ប៉ើងខ្ទាតចេញពីទីនោះបាត់ទៅក្រោយពី Kevin បានខ្ទាតចេញពីទីនោះបាត់ទៅវាក៏បានកែប្រែរូបរាងរបស់ Kevin ទៅជាក្មេងប្រុសធម្មតាវិញហើយនៅពេលដែល Kevin បានងើបមកនិងបានឃើញខ្លួនឯងបាត់បង់ធម៌ពលអស់ហើយក៏បានរត់ចាក់ចេញពីទីនោះបាត់ទៅបន្ទាប់មកចុងបញ្ចប់នៃសាច់រឿងយើងបានឃើញ Kevin ដែលកំពុងតែនៅម្នាក់ឯងហ្នឹងនៅក្នុងពេលនោះក៏បានបញ្ចេញភ្លើងចេញពីដៃរបស់គាត់ហាក់ដូចជាធម្មពលរបស់ Hit Plus អញ្ចឹងហើយបើតាមមើលទៅគាត់នឹងអាចនឹងស្រូបធម្មពលចេញពីនាឡិកា Omnitrix នោះបានបាត់ទៅហើយហ្នឹងហើយអ្នកទាំងអស់គ្នាសាច់រឿងនៅអេពីសូតទី6និងទី7នេះបានដើរមកដល់ទីបញ្ចប់នៅត្រឹមប៉ុណ្ណឹងហើយយើងនឹងបន្តទៅជួបគ្នាទៀតនៅក្នុងអេពីសូតទី8និងទី9ហើយបើសិនជាគ្នាយើងទាំងអស់គ្នាចូលចិត្តវីដេអូបែបនេះអ្នកទាំងអស់គ្នាកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងហើយយើងនឹងវិលត្រឡប់មកជួបគ្នាទៀតនៅអេពីសូតក្រោយៗទៀត Goodbye អ្នកទាំងអស់គ្នា